កិច្ចកម្មវិធីបន្តអំពីកិច្ចកម្មវិធីទី1ដែលសូមខមាទោសចំពោះលោកអ្នកដ៏មានគុណហើយកិច្ចកម្មវិធីពីរនេះគឺជាកិច្ចមួយដែលកូនចៅប្រុសស្រីគ្រប់រូបទាំងអស់លើកត្រៃជូនចំពោះមាតាបិតាឬក៏ជាអ្នកមានគុណទាំងឡាយដើម្បីយកត្រៃនឹងទៅធ្វើកឋិនទានតាមព្រះវិន័យចឹងសូមសប្បុរសប្រុសស្រីទាំងអស់អនុមោទនាត្រេកអរចំពោះបុណ្យកុសលដែលញាតិញោមពុទ្ធបរិស័ទបានបំពេញហើយក្នុងវេលានេះសូមអនុមោទនាក៏រកក្រាបថ្វាយដោយពេញចិត្តបងប្អូនទាំងឡាយមកទុំចិត្តក៏ធំសន្ធឹងសែរីសូមលោកព្រះណាយទទួលយកដែលក៏នាំយកមកថ្វាយហើយហេតុមានខ្វះអ្វីអ្វីសោះឡើយអ្នកមានគុណអើយតទទួលយកសូមអនុមោទ